bạn chủ yếu xúa vậy mà bạn đã cầm pung tại tam đan nơi channel ở bọc nhóm nơi không ở pay là bọc ở sàn cái ní nhóm slide top từ nâng sầm nua là bọc vậy mà dưỡng tại tại xua rồi có comment to một căn nhóm xua thà tá tu tức ní miên lụa tại nơi không tí cống tại bọn nó có ai lụa từ căn bọn nào khai là bỏ dưỡng hay cô tại thưa dẫn á nằm bây ở tu tức bỏ dưỡng từ ban ca control vì cả xương rồi thả bàn và sống ở cùng nơi sầm đồ đỏ miền ạt ấy bạn nâng miền phải giao sầm đạp xạ cung dưỡng sầm đạp bật tê dương từng mù và chẳng như khơi tha địa ca mà năm chuyên môn ấy tu tức bỏ dưỡng bàn rít đô đà từ đó xã hạ cúng từ đó thì phải chùm chốn ruộng trạng để chúa rồi có phơi xa thiên nạ mà chùm nuôn đài miền và chỉ chun rồi có miền bộ đội nơi trà ấn đài bộ kê miền ảo cả nông ca tinh nơiตึก สวัสดิភាព tinh nơiตึก xã របស់យើង ដែល ចំណាយ តិច ហើយ ទទួល បាន នៅ ទឹក ដែល មាន គុណភាព ខ្ពស់ បាទ មិន តាម តែ ជា ទឹក ញ៉ាំ ប៉ុណ្ណោះ ទេ តែ គុណភាព ទឹក អាច ឆុង ទៅ ដល់ គូ កូន ក្មេង បាន បាទ នេះ គឺជា ចំណែក មួយ នៃ ការ ជួយ ទៅ ដល់ ពលរដ្ឋ យើង សហគមន៍ យើង ឲ្យ ទទួល បាន នៅ ទឹក ដែល មាន សុវត្ថិភាព ហើយ កាត់ បន្ថយ ទាំង ចំណាយ កាត់ បន្ថយ ទាំង plastic ក៏ ដូច ជា ការ លើក ដំកើង នៅ លុយរៀល របស់ យើង អញ្ចឹង សួរ ថា តើ ទូ នេះ គួរ តែ មាន ទៅ ទី ណា តែប៉ុន្តែម្ចាស់អាជីវកម្មក៏ដូចជាក្រសួងមន្ទីរដែលពាក់ព័ន្ធគប្បីគិតអំពីភាពចាំបាច់ដែលក្រសួងមន្ទីរក៏ដូចជាភាគីដែលពាក់ព័ន្ធដែលត្រូវពំនាំនៅទូទឹកដែលមានគុណភាពនិងសុវត្ថិភាពនេះទៅដល់កន្លែងដូចជាមន្ទីរពេទ្យរដ្ឋសាលារៀនរដ្ឋឬក៏ឯកជនបាទក្រសួងមន្ទីរស្ថាប័នបាទតំបន់ផ្សារតំបន់រមណីយដ្ឋានបាទតំបន់ប្រជុំជនទាំងឡាយបាទជាពិសេសគឺរោងចក្រសហគ្រាសដែលពួកគាត់មានប្រាក់ចំណូលទាបហើយពួកគាត់ចំណាយច្រើនទៅលើការទិញទឹកញ៉ាំនេះគឺជាការចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យតម្រូវការទីផ្សារកើនឡើងផងដើម្បីឆ្លើយតបជាមួយនឹងបញ្ហាប្រឈមដែលយើងរកឃើញថាកង្វះខាតទឹកឬក៏ការញ៉ាំទឹកអត់គ្រប់គ្រាន់ហ្នឹងបណ្ដាលឲ្យយើងកើតជំងឺគ្រោះក្នុងតម្រងនោមក៏ដូចជាយើងបាត់បង់ជាតិទឹកក្នុងរាងកាយជាដើមអញ្ចឹងក្រសួងធំដែលពាក់ព័ន្ធជាមួយនឹងវិស័យទឹកស្អាតនេះអាចជាក្រសួងសុខាភិបាលអាចជាក្រសួងអប់រំយុវជននិងកីឡាអាចជាក្រសួងបរិស្ថានអាចជាក្រសួងទេសចរដែលមានមុខងារនឹងតួនាទីសំខាន់ធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយឬក៏គ្រប់គ្រងគម្រោងមួយនេះឲ្យបានទៅដល់សហគមន៍ឲ្យបានទៅដល់ភូមិឃុំនៅទូទាំងប្រទេសដើម្បីឆ្លើយតបជាមួយនឹងតម្រូវការផងដើម្បីទប់ស្កាត់និងលើកស្ទួយនៅសុខុមាលភាពសង្គមផងនិងជាចំណែកយល់ដឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងបរិស្ថានជាមួយនឹងប្រទេសរបស់យើងហើយធ្វើឲ្យចរន្តសាច់ប្រាក់របស់យើងអាចដំណើរការល្អនៅក្នុងប្រទេសរបស់យើងផងបាទនេះគឺជាសារចែករំលែកដ៏សំខាន់ហើយនឹងការឆ្លើយតបទៅនឹងសំណួរដែលប្រិយមិត្តរបស់យើងតែងតែចោទសួរមកកាន់ក្រុមហ៊ុនស្អាតបាទសូមអរគុណហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាទទួលបាននៅសុខភាពល្អបាទរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារពីខ្ញុំបាទសវណ្ណាសូមអរគុណសូមជម្រាបលា